រឿងសត្វហង្សក្បាលពីរការញុះញង់ជាអាវុធក្លាហានបំផុតក្នុងលោកក្នុងព្រះសាសនាព្រះនាមកាសបៈមានស្ត្រីម្នាក់មានចិត្តស្មោះត្រង់ស្នេហាចំពោះស្វាមីរបស់ខ្លួនតែងគោរពប្រតិបត្តិចំពោះស្វាមីដូចជាស្រីទេពអប្សរគោរពបម្រើព្រះឥន្ទ្រាធិរាជពុំដែលឲ្យមងឆ្គងត្រង់កិច្ចការណាមួយឡើយថ្ងៃមួយស្ត្រីនោះបាននាំស្វាមីចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងសេចក្តីប្រាថ្នាថាក្នុងជាតិខាងមុខបន្តអំពីជាតិនេះទៅសូមឲ្យបានកើតជាបរិសរជាតិហើយសូមឲ្យកើតជាប្អូនរួមផ្ទៃជាមួយនឹងស្វាមីរបស់ខ្ញុំម្យ៉ាងទៀតបើខ្ញុំទាំងពីរនាក់ផ្លត់ក៏តែទៅកើតជាទេរិឆានសូមឲ្យមានខ្លួនជាប់គ្នាមានក្បាលពីរកុំខានព្រះសម្ពុទ្ធទ្រង់ធ្វើផតតានុមោទនាហើយស្ដេចត្រឡប់ទៅអារាមជាមួយនឹងព្រះសង្ឃជាបរិវារវិញឯជនទាំងពីរនាក់ស្វាមីភរិយាលុះដល់ខ្សែជីវិតបានទៅកើតជាកុមារក្នុងត្រកូលមហាសេដ្ឋីមួយជាតិព្រាហ្មណ៍មហាសាលមួយជាតិខត្តយៈមហាសាលមួយជាតិកើតរួមផ្ទៃជាមួយគ្នាជាកូនភ្លុះនាងភរិយាកើតជាប្អូនប្រុសស្វាមីជាបងប្រុសកុមារទាំងពីរមានសេចក្តីរាប់អានស្រឡាញ់គ្នាជាទីបំផុតបន្ទាប់ពីជាតិនោះមកផ្លត់ក៏តែទៅកើតជាសត្វហង្សមាសមានខ្លួនព្រែកជាប់គ្នាមានក្បាលពីរស្លាប4ជើង4នៅអាស្រ័យក្នុងព្រៃហេមពាន្តក្បែរស្រះបោកហរណីមួយតែងទៅរកចំណីអាហារជាមួយគ្នាពុំដែលតោះតែងខ្វែងគំនិតគ្នាឡើយថ្ងៃមួយមានថ្មើរព្រៃម្នាក់បានឃើញហង្សមាសមានក្បាលពីរនោះក៏កើតសេចក្តីអស្ចារ្យប៉ុនពេកទើបត្រឡប់ទៅក្រាបទូលដល់ព្រះបាទភេរិណសីគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះបាទភេរិណសីទ្រង់បានព្រះសន្តាពាក្យនោះហើយក៏ប្រើថ្មើរព្រៃឲ្យទៅចាប់ហង្សក្បាលពីរនោះយកមកថ្វាយថ្មើរព្រៃក៏ទៅចាប់បានមកថ្វាយដោយព្រះរាជបំណងស្ដេចទ្រង់សពព្រះរាជហឫទ័យណាស់បានប្រទានរង្វាន់ដល់ថ្មើរព្រៃនោះជាច្រើនទើបប្រគល់ហង្សមាសក្បាលពីរនោះឲ្យព្រះអគ្គមហេសីយកទៅចិញ្ចឹមព្រះអគ្គមហេសីបានឲ្យជាងធ្វើទ្រង់មាសដាក់ហង្សនោះហើយទ្រង់ប្រទានលាជនឹងទឹកឃ្មុំដាក់លើថាសមាសឲ្យស៊ីតែរាល់ថ្ងៃក្នុងកាលជាខាងក្រោយមកព្រះនាងទេវីបានចូលទៅក្រាបទូលព្រះបាទភេរិណសីថាហង្សមាសក្បាលពីរនោះប្រសិនបើបំបែកឲ្យដាច់ពីគ្នាបានហង្សមួយទុកចិញ្ចឹមក្នុងព្រះរាជវាំងហង្សមួយយកទៅទុកក្នុងសួនសត្វសម្រាប់ឲ្យមហាជនមើលជាការប្រពៃណាស់ព្រះបាទភេរិណសីទ្រង់យល់តាមមតិរបស់ព្រះនាងទេវីទើបបង្គាប់ឲ្យអាមាត្យទាំងឡាយមកប្រជុំគ្នាហើយត្រាស់សួរថាអ្នកណាអាចបំបែកហង្សនេះឲ្យបែកចេញពីគ្នាបានដោយឥតមានគ្រោះថ្នាក់យើងនឹងឲ្យរង្វាន់ជាច្រើនដល់អ្នកនោះពេលនោះមានអាមាត្យម្នាក់ជាអ្នកឆ្លៀសវៃក្នុងឧបាយកលបានថ្វាយដំណឹងដល់ព្រះរាជាថាខ្ញុំព្រះអង្គអាចបំបែកបានព្រះរាជាក៏ប្រគល់ហង្សនោះឲ្យទៅថ្ងៃមួយអាមាត្យនោះរៀបតាក់តែងខ្លួនចូលទៅក្នុងវាំងមុននឹងទៅបានបង្ហាញខ្លួនឲ្យហង្សទាំងពីរដឹងថាទៅកលព្រះរាជាលុះត្រឡប់មកវិញទៅអោនខ្សឹបចិត្តក្បាលហង្សម្ខាងនិយាយខ្សេវតិចធ្វើហាក់ដូចជាប្រាប់រឿងកំបាំងអ្វីមួយហើយជិះចេញទៅឯហង្សម្ខាងឃើញដូច្នោះហើយមានសេចក្តីសង្ស័យណាស់ទើបសួរទៅហង្សជាសម្លាញ់ថាអំបញ្ញមិញនេះអាមាត្យខ្សឹបប្រាប់រឿងកំបាំងអ្វីដល់អ្នកចូលប្រាប់គ្នាផងហង្សម្ខាងប្រាប់ថាអត់មានប្រាប់ការអ្វីទេគ្រាន់តែឮខ្សេវមិនដឹងជាគេថាដូចម្ដេចហង្សម្ខាងខូចចិត្តណាស់ទើបនិយាយថាអូណសម្លាញ់ឯងមិនគួរលាក់នឹងគ្នាសោះគ្នាពិតជាឃើញអាមាត្យនិយាយប្រាប់ឯងនឹងភ្នែកទោះបីហង្សម្ខាងនិយាយប្រាប់យ៉ាងណាក៏មិនជឿចេះតែទទូចសួរជាញឹកញយថ្ងៃក្រោយអាមាត្យទៅខ្សឹបក្បែរត្រចៀកហង្សនោះទៀតហង្សម្ខាងប្រាប់ថាខ្ញុំមិនឮអ្វីទេហេតុដូចម្ដេចបានចេះតែសួរខ្ញុំចាប់តាំងពីពេលនោះមកហង្សទាំងពីរក៏ឆ្លុះប្រកែកគ្នាកាន់តែខ្លាំងឡើងដល់រាប់ដល់ជេរប្រតិចហើយទៅទះស្លាប់ចិត្តគ្នាជាខ្លាំងដោយអំណាចសេចក្តីក្រោធសរីរកាយនៃហង្សក៏រហែកចេញពីគ្នាជាចំណែក
អាមាត្យឃើញដូច្នោះហើយក៏នាំយកហង្សទាំងពីរទៅថ្វាយព្រះបាទពារាណសីព្រះអង្គបានតតឃើញមានសេចក្តីសោមនស្សប៉ុនពេកទើបព្រះរាជទានស្រុកសួយមួយឲ្យជារង្វាន់ហើយទ្រង់ត្រាស់សួរថាអ្នកធ្វើដូចម្ដេចបានជាហង្សបែកចេញពីគ្នាបានសូម្បីតែយកមកដាក់ចិត្តគ្នាក៏មិនបានផងអាមាត្យក្រាបទូលតាមការដែលខ្លួនបានធ្វើទ្រង់បានព្រះសន្តាពាក្យនោះហើយក៏មានព្រះតីសង្វេគតក់ស្លុតប៉ុនពេកទើបមានព្រះរាជអង្ការថាអោណអាវុធគឺពាក្យញុះញង់ក្លាហានណាស់តើអាចបំបែករូបធម៌និងអរូបធម៌ឲ្យបែកចេញពីគ្នាបានក្នុងโลกនេះអត់មានអាវុធណាដែលឃ្លាវខ្លាស្មើនឹងពាក្យញុះញង់នេះឡើយរឿងទុក្កតធីតាបាយក្តាំងមួយដុំរបស់ស្ត្រីមានភពមានតម្លៃកាត់មិនបានកាលព្រះសម្ពុទ្ធទ្រង់គង់នៅវត្តវេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអហិវាទរោគស្លាប់អស់នៅសល់តែកូនស្រីមួយនាងធីតានោះកាលបើមេដាបិតាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ចុះពីផ្ទះទៅជ្រកកោននៅក្រោមសំយ៉ាផ្ទះរបស់ជនដទៃមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះក៏មានចិត្តមេត្តាករណាឲ្យបាយក្តាំងដែលសល់ពីខ្លួនបរិភោគឲ្យដល់នាងតែរាល់ថ្ងៃមួយព្រះមហាកាសបៈលោកចេញពីនិរោធសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរតែជួយសង្គ្រោះក៏បានឃើញនាងទុក្កតធីតានោះហើយបានជ្រាបដោយសពគ្រប់ថាបើអាត្មាអញទៅដល់នាងទុក្កតធីតានឹងបានឲ្យបាយក្តាំងដល់អាត្មាពុំខានកាលបើដូច្នោះហើយនាងនឹងបានទៅកើតក្នុងស្ថានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនេះត្រូវជាមេដារបស់អាត្មាអញក្នុងជាតិជាគម្រប់3រាប់អំពីជាតិនេះទៅព្រះមហាកាសបៈបានជ្រាបដូច្នេះហើយក៏យកបាតនិមន្តសំដៅទៅទីដែលនាងទុក្កតធីតានោះអាស្រ័យនៅលំដាប់នោះសកទេវរាជព្រះចៅស្ថានត្រៃត្រឹងបានជ្រាបហេតុដូច្នោះហើយក៏និមិត្តខ្លួនជាមេនុបកានហាទិបដើរទៅស្កាត់មុខព្រះមហាកាសបៈព្រះមហាកាសបៈបានជ្រាបថាព្រះឥន្ទមកក្លែងដូច្នោះក៏មានព្រះថេរដីកាហាមឃាត់ថាមហារាជកុំប្លន់យកសម្បត្តិរបស់នាងទុក្កតធីតាឡើយសូមព្រះអង្គជៀសចេញទៅសកទេវរាជក៏វិលត្រឡប់ទៅទេវលោកវិញព្រះមហាកាសបៈបាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុក្កតធីតានាងទុក្កតធីតាគិតថាព្រះថេរនេះលោកមកប្រោះអញហើយតើអញចំជាស្ត្រីមានលាភប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះក៏កើតឡើងពេញបរិបូរណ៍ដល់រាប់ដល់ព្រឺរោមព្រឺស្បែកនាងបានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងទៅដាក់បាតព្រះមហាកាសបៈព្រះមហាកាសបៈកាលបើបានបាយក្តាំងហើយក៏ងាកមើលនាយមើលអាយបំរុងនឹងរកកន្លែងឆាន់ពួកមហាជនបានឃើញអាការៈនោះហើយនាំគ្នាក្រាលអាសនៈប្រគេនលុះឆាន់ហើយក៏ធ្វើផតតានុមោទនាសរសើរអានិសង្សទានដោយពិស្ដាទើបមានព្រះថេរដីកាទៅកាន់នាងទុក្កតធីតាថាមនាលនាងកំសត់កាលពីជាតិមុននាងត្រូវជាមេដាបង្កើតរបស់អាត្មាក្នុងជាតិទី3រាប់អំពីជាតិនេះទៅនាងទុក្កតធីតាបានឮដូច្នោះហើយក៏រឹងរឹតតែជ្រះថ្លារីករាយជាភ័យយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅបានទៅកើតក្នុងស្ថាននិម្មានរតីទេវលោកបរិបូរណ៍ដោយទ្រព្យសម្បត្តិចាត់ផុតសេចក្តីតល់ក្រគ្រប់យ៉ាងរឿងនាងពុទ្ធេណីទេរឆានជាសត្វមានចិត្តស្មោះត្រង់មិនសាមញ៉ាំដូចមនុស្សតាព្រះសម្ពុទ្ធបរមគ្រូរបស់យើងព្រះនិព្វានហើយក្នុងកាលជាខាងក្រោយមកមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិ87កោដនៅក្នុងក្រុងបាដាលីបុត្រសេដ្ឋីនោះមានធីតាមួយរូបឈ្មោះពុទ្ធេណីនាងមានអាយុ7ឆ្នាំមាតាបិតាស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិសម្បត្តិទាំងប៉ុន្មានធ្លាក់ទៅលើដៃនាងទាំងអស់ឯនាងពុទ្ធេណីនោះជាស្ត្រីមានរូបល្អដូចជាស្រីទេពអប្សរដល់អាយុគម្រប់16ឆ្នាំពួកឥស្សរជនទាំងឡាយមានក្សត្រនិងមន្ត្រីជាដើមតែងចោមរំដណ្ដឹងនាងតែនាងពុំព្រមយកស្វាមីឡើយព្រោះជាស្ត្រីមាននិស្ស័យខ្ពស់
នាងខំតែធ្វើទានរក្សាសិលប្រព្រឹត្តសុចរិតតែម្យ៉ាងថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងឧត្តរទឹកបាននាំសេះជាច្រើនចូលទៅលក់ក្នុងក្រុងប៉ាដាលីបុត្រទៅសំណាក់ក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តបដិពាត់ស្រឡាញ់ហាក់បីដូចជាធីតាបង្កើតទើបសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មួញសេះនោះបានឲ្យកូនសេះសិនថាវៈមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនបង្កើតខំថែរក្សាដោយផ្ចិតផ្ចង់ឯសេះក៏បានស្រឡាញ់នាងវិញដូចជាម្ដាយបង្កើតថ្ងៃក្រោយនាងបានដឹងថាសេះនោះមានមហិទ្ធិឫទ្ធិរឹតច្រើនអាចហោះហើរឯដល់អាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំមហាពោធិព្រឹក្សជាយូរហើយលុះគិតដូច្នេះហើយក៏ចាត់ចែងធ្វើភួងផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លឹមចានជាដើមធ្វើហើយវិចភ្ជាប់ស្រួលបួលកាន់ដើរទៅរោងសេះនិយាយប្រាប់សេះថាមនាលកូនសម្លាញ់អ្នកជួនម្ដាយទៅថ្វាយបង្គំមហាពោធិព្រឹក្សសេះឮដូច្នោះហើយក៏ដើរចេញពីក្រោលមកឲ្យនាងឡើងជិះលើខ្នងហើយហោះសំដៅទៅពោធិមណ្ឌលទៅចុះក្បែរគល់មហាពោធិព្រឹក្សដោយសន្ទុះយ៉ាងរហ័សក្រាយលែងដូចជាបរោះមានកម្លាំងពត់ដុំដៃហើយលាចេញពេលនោះមានព្រះសង្ឃមួយអង្គព្រះនាមធម្មរខតៈព្រមទាំងព្រះសង្ឃដទៃទៀតជាបរិវារនៅថែរក្សាមហាពោធិព្រឹក្សនោះនាងពុទ្ធេណីយកភួងផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចុះតាំងពីកាលនោះមកនាងតែងជិះសេះទៅបូជានឹងបោសសំអាតគល់មហាពោធិព្រឹក្សតែរាល់ពេលថ្ងៃមួយព្រះរាជាក្រុងប៉ាដាលីបុត្របានជ្រាបថានាងពុទ្ធេណីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សតែរាល់ថ្ងៃដូច្នោះក៏ចាត់អាមាត្យឲ្យនាំគ្នាទៅចាំស្កាត់ចាប់នាងយកមកអភិសេកជាអគ្គមហេសីពេលនោះនាងពុទ្ធេណីបូជាព្រះមហាពោធិព្រឹក្សហើយរៀបដំណើរនឹងត្រឡប់មកវិញព្រះធម្មរខតៈជាព្រះអរហន្តបានជ្រាបហេតុដែលអាមាត្យពួនចាំចាប់នាងនោះទៅប្រាប់នាងពុទ្ធេណីថាមនាលនាងដល់ត្រឡប់ទៅវិញចូលប្រយ័ត្នខ្លួនកុំប្រមាថនាងពុទ្ធេណីបានទៅដល់ពាក់កណ្ដាលផ្លូវពួកអាមាត្យដែលពួនចាំចាប់នោះនាំគ្នាស្រែកសន្ធប់ឡើងសេះក៏ភ្ញាក់ហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្ធេណីពីខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅសេះថាណែកូនសម្លាញ់ម្ដាយជួយម្ដាយផងសេះនោះដឹងថានាងធ្លាក់ពីលើខ្នងហើយក៏ហក់ចុះដោយសន្ទុះយ៉ាងរហ័សយកខ្នងទៅរងទទួលនាងឲ្យជិះដូចដើមវិញឥតឲ្យធ្លាក់ដល់ដីឡើយទើបហោះទៅគេហដ្ឋានរបស់ខ្លួនដោយសួស្ដីចាប់តាំងពីពេលនោះមកនាងពុទ្ធេណីបានចំណាយទ្រព្យចាត់ចែងទានដល់រាប់ដល់អស់87កោដលុះអស់អាយុក៏បានទៅកើតក្នុងស្ថានសួគ៌សោយទឹកសម្បត្តិបរិបូរដោយសុខភាពអស់កាលជាអង្វែង